គ្រប់គ្រងវាឬក៏ត្រូវវាគ្រប់គ្រងមុនពេលរកឃើញចម្លើយខ្ញុំមានតែលាក់វាទុកប៉ុណ្ណោះអ្នកល្បាតរាត្រី King Cheng 12 ម៉ោងមុនរ៉ាម៉ូឡេនេះជារបស់ស្អីហ្នឹងមិនក៏ខ្ញុំមិនចាំថាធ្លាប់ទិញកូនសក់អាក្រក់មើលបែបនេះតើវាជារឿងស្អីឲ្យប្រកាសហ្នឹងយោរ៉ាម៉ូឡេមិនក៏មកប្រមាថអីម្លេះអើយពាក់ស្អីនៅហ្នឹងពីមុនមិនដែលឃើញអញពាក់សោះតែក៏ប្លែកម្យ៉ាងដែរគុំសួរអីពិបាករៀបរាប់ណាស់និយាយទៅអញក៏មិនជឿដែរគុំតន់ឲ្យទៅអីខ្ញុំប្រាប់អញណាយប់មិញខ្ញុំបានបេះដូងអាហ្វ្រិកមួយទៀតហើយហូត្រឡប់ទៅលេងហ្គេមវិញហើយអ៊ីវ៉ាន់សិងអញចង់ទៅណាពួកយើងត្រូវត្រឡប់ទៅមើលកិច្ចការក្រុមពីម្សិលមិញឡើងវិញ Ren Kai នៅតែត្រូវធ្វើកិច្ចការផ្ទះទៀតហត់ណាស់តាខ្ញុំថានឹងទៅរកអីឆ្ងាញ់ញ៉ាំផងឈឺណែនឆេពិសេសគឺអញនឹងកុំចេះតែលេងហ្គេមពេកកិច្ចការក្រុមត្រូវយឺតយ៉ាវដោយសារតែអាយ៉ាអ្នកនាងឲ្យកុំខឹងអីយប់នេះខ្ញុំធានាថានឹងយកកិច្ចការក្រុមជាសំខាន់ពួកយើងដើរតាមទ្វារក្រោយទៅខាងនោះចេញពីថ្នាក់មានមនុស្សតិចមិនបាច់ប្រជែងគ្នាចុះចន្ទាទេអើក៏បានខ្ញុំស្អប់បំផុតកន្លែងដែលមានមនុស្សច្រើនរបៀងនេះពិតជាមានមនុស្សតិចមែនតែមិនក៏កាន់តែដើរកាន់តែត្រជាក់ចេះចាំសិនមានអីមិនស្រួលទេរបៀងមួយនេះពីមុនវែងយ៉ាងនេះមែនទេនៅឈរធ្វើអីទៀតប្រញាប់រត់ទៅអាយយបងចៅជួយខ្ញុំផងខ្ញុំច្បាស់ជាត្រូវចប់ជីវិតនៅទីនេះហើយពួកឯងប្រញាប់រត់ទៅបងចៅអំបញ្ញមិនជាស្នាដៃឯងមែនទេនេះឯងមានសមត្ថភាពពិសេសហើយតាមិនដឹងទេថ្ងៃនេះចម្លែកខ្លាំងណាស់ទៅរក Q9 Shine និងអ្នកផ្សេងទៀតសិនចប់ហើយពួកយើងដូចជាត្រូវគេជាប់ឃុំហើយCheng Xuan Hao បងចៅមិនក៏ឯងនឹងត្រឡប់មកពីក្លឹបប្រដាល់ដើម្បីយករបស់គឺដើរក្នុងរបៀងនេះយ៉ាងណាក៏ដើរមិនរួចខ្ញុំឆ្ងល់ណាស់មិនក៏នៅសាលារៀនអាចវង្វេងផ្លូវបានចុះពួកឯងទាំងពីរនាក់រត់ធ្វើអីយប់ជ្រៅហើយលេង cosplay ស្អីហ្នឹងពួកឯងថយក្រោយទុកឲ្យខ្ញុំមិនអីទេមែនទេគួរឲ្យចាប់អារម្មណ៍ដល់នេះវាកើតរឿងអីហ្នឹងបងចៅខ្ញុំមិនមែនកំពុងយកសប្តិទេដឹងអាម៉ាហេតុនេះវាកើតរឿងស្អីហ្នឹងអញចង់ឲ្យខ្ញុំចេញដៃមែនទេល្អអញ្ចឹងសាកមើលទៅអាមួយនេះសាហាវពេកហើយដឹងប្រយ័ត្ននៅលើបល្ល័ង្កមួយនេះមានតែខ្ញុំមួយគត់ដែលអស្ចារ្យបំផុតអ្នកមិនមែនជាអ្នកល្បាតរាត្រីទេត្រូវទេវត្ថុមិនអាគមមិនទាន់ចុះបញ្ជីលក្ខណៈធម្មពលវឹកវរជ្រាលជ្រៅការវិតម្លៃដំបូងពិសេសការដឹងថានៅកំពុងនិយាយពីអ្វីទេ
ធ្វើចិត្តឲ្យស្ងប់រក្សាអារម្មណ៍ឲ្យមូលស្រមៃថាវាមិនធ្លាប់មានវត្តមានមកសុខភាពរាងកាយមិនអាក្រក់ទេរបួសមិនធ្ងន់ធ្ងរទេព្យាបាលនៅលើឡានទៅពួកឯងប៉ុន្មានអ្នកទៅជាមួយខ្ញុំកុំបារម្ភខ្ញុំមិនធ្វើបាបពួកឯងទេត្បូងដែលមានអាយុកាលលើសពី20គឺកុំមកជួបណាស់ស្អីគេហ្នឹងត្បូងកណ្ដៀងក្រហមអីស្នូប្រលឹងបិសាចជាស្នូធម្មពលដែលបិសាចបន្សល់ទុកគូឡានយកវាទៅវិភាគមានស្នាមប្រេះច្រើនណាស់ប្រយ័ត្នប្រយែងផងយល់ហើយគឺ Zhao Mole និង He Lansing ចេងឆេងហៅតើមានរឿងអ្វីកើតឡើងហ្នឹងពួកឯងមិនអីទេត្រូវទេតើមានរឿងអ្វីកើតឡើងឲ្យប្រកាសហ្នឹងមិនអីទេយប់នេះមានរឿងកើតឡើងច្រើនពេកនិយាយមួយម៉ាត់ពីរម៉ាត់មិនអស់ទេចុះពួកឯងទាំងពីរចេញមកដោយរបៀបណាពួកយើងត្រូវបានគេជួយសង្គ្រោះមកសំណាងហើយដែលគ្រប់គ្នាមិនអីឡៅ Zhao ត្រូវអាបិសាចនោះវាឲ្យរបួសខ្ញុំមិនអីទេដឹបដមខ្ញុំមុំតានិយាយគ្នាចប់នៅតោះទៅពួកឯងចែកជិះឡានពីរពួកឯង3នាក់ទៅជិះឡានជាមួយនាងអ្នកនាងទាំងពីរជិះឡានជាមួយខ្ញុំឆ្នាំនេះជួយដល់របួសរបស់អ្នកលេបមួយគ្រាប់ទៅបានហើយឡៅ Zhao ជួយតិចខ្ញុំមួយមើលមិនបានជាខ្ញុំមានអារម្មណ៍ថាពួកយើងត្រូវអាជ្ញាធរអញ្ជើញមកហូបតែចឹងមិនដល់ថ្នាក់ហូបតែទេពួកយើងមិនបានធ្វើរឿងអាក្រក់អីផងដល់ហើយចុះពីលើឡានទៅកុំភ័យអង្គភាពមានអាហារដ្ឋានតើមានអាហារដ្ឋានមានបាយស៊ីអត់ចិត្តអញទូលីមែនចូលមកតើទីនេះជាអង្គភាពស្អីគេឲ្យប្រកាសហ្នឹងស្វាគមន៍មកកាន់អង្គភាពល្បាតរាត្រីប្រធានក្រុមខ្ញុំយក Snow Beside ទៅធ្វើការវិភាគសិនShenting ចូលឮថាអញរើបានមនុស្ស5នាក់មកវិញនៅយប់នេះ Lu Chen Zhao យប់នេះតើអ្នកមិនមែនសម្រាប់ទេគឺអាឡអត់នេះមែនទេអ្នកមកទីនេះដោយសារតែអាឡអត់នេះមែនទេនិស្សិតដែលអាចទទួលបានការទទួលស្គាល់ពីវត្ថុមន្តអាគមគឺគម្រោងមានណាស់ជាធម្មតាត្រូវតែមកមើលហើយអាឡអត់តែវត្ថុមន្តអាគមរបស់អ្នកមានប្រភពមកពីណាមានតម្រុយទេអត់ទេថ្ងៃនេះទើបតែឃើញជាលើកដំបូងសមត្ថភាពមិនអាក្រក់ទេនាំពួកគិតទៅបន្ទប់ប្រជុំទៅខ្ញុំទៅបន្ថែមអាហារសម្រាប់រាត្រី5ភាគនៅអាហារដ្ឋានយប់នេះនោះគ្រាន់តែជាបេសាចកម្រិតទាបប៉ុណ្ណោះបេសាចខ្លះបន្ទាប់ពីត្រូវកំទេចនិងជ្រុះវត្ថុមន្តអាគមមកគុណសោរបស់អ្នកនេះគឺជារបស់មន្តអាគមយ៉ាងហោចណាស់300ឆ្នាំប៉ុន្តែមិនដែលបានចុះបញ្ជីទេប្រហែលជាកំពុងរងចាំម្ចាស់ដែលសំស្រុកវត្ថុមន្តអាគមមិនបានចុះបញ្ជីអាយុ300ឆ្នាំបែរជាមកទទួលស្គាល់និស្សិតម្នាក់ត្រូវតែយកចិត្តទុកដាក់ជាពិសេសហើយសូមសួរមួយម៉ាត់មន្ទីរល្បាតរាត្រីនេះជាក្រសួងស្អីគេឲ្យប្រកាសដោះស្រាយភាពមិនធម្មតាប្រញាំបេសាចចុះបញ្ជីមន្តអាគមនិងការពីប្រជាជនសាមញ្ញពួកឯងអាចរស់រានមានជីវិតចេញមកបានមិនមែនអាចលើសំណាងទាំងស្រុងទេមនុស្សគ្រប់រូបសុទ្ធតែមានរបស់មួយកម្លាំងផ្លូវចិត្តភាពខ្លាំងឬខ្សោយរបស់វាកំណត់ថាអ្នកអាចទប់ទល់នឹងការបំពុលរបស់បិសាចឬតែកម្លាំងផ្លូវចិត្តបានទើបអាចទប់ទល់នឹងការបំពុលបានទីពេកនឹងត្រូវស៊ីត្រឡប់មកវិញចលាចពេកនឹងបាត់បង់ការគ្រប់គ្រងដូច្នេះយ៉ាវម៉ូលេសំស្របអាចនិយាយបានថាកូនសៅបានជ្រើសរើសគេហើយមិនទាន់បានលេបត្របាក់គេនៅឡើយទេសមឬមិនសមត្រូវតែធ្វើតេស្តពួកយើងក៏ត្រូវធ្វើតេស្តដែរម៉ោង4រសៀលថ្ងៃស្អែកសមាជិកទាំងអស់ត្រូវធ្វើតេស្តកម្លាំងផ្លូវចិត្តលទ្ធផលតេស្តនឹងកំណត់ថាតើពួកអ្នកអាចប៉ះពាល់ការពិតនៃពិភពលោកនេះបានកម្រិតណានៅពេលខាងមុខស្ដាប់ទៅមិនដូចជាការពិនិត្យសុខភាពទេដូចជាការប្រឡងបែងចែកថ្នាក់ចឹងប្រហាក់ប្រហែលគ្នាអាចយល់បែបនឹងបានចឹងពួកអ្នកជំនាញធ្វើរឿងនេះខ្ញុំទទួលខុសត្រូវវាប្រហានាងទទួលខុសត្រូវស្វែងរករួចរាល់ហើយដកថយត្រឡប់មកប្រធានបទដំវិញកូនសៅបានភ្ជាប់ប្រេកង់ជាមួយឈាមរបស់អ្នកហើយការដោះចេញដោយបង្ខំនឹងធ្វើឲ្យអ្នករបួសឥឡូវនេះមានជំរឿពីទី1ពួកអ្នកចុះកិច្ចសន្យាបណ្ដោះអាសន្នសហការក្នុងការស៊ើបអង្កេតអង្គភាពល្បាតរាត្រីនិងផ្ដល់ការហ្វឹកហ្វឺននិងប្រាក់ខែទី2ប្រគល់កូនសៅមករក្សាទុកក្នុងឃ្លាំងថ្ងៃក្រោយបើជួបបិសាចត្រូវប្រព្រឹត្តតែអំពើល្អដើម្បីសុំសេចក្តីសុខខ្លួនឯងទៅជ្រើសរើសជំរឿទី1ទៅពួកយើងថែមទាំងអាចចេញលិខិតបញ្ជាក់ការចុះកម្មសិក្សាឲ្យបានទៀតពួកយើងជ្រើសរើសជំរឿទី1ល្អម៉ោង4រសៀលថ្ងៃស្អែកមកចូលរីកានៅការិយាល័យកណ្ដាលមេរៀនដំបូងទៅហូបមីនៅអាហារដ្ឋានសិនទៅហូបរួចខ្ញុំជូនពួកឯងត្រឡប់ទៅសាលាវិញវត្ថុមន្តអាគមមែនទេតើទីនេះជាកន្លែងណាមិនក៏ឯងនៅទីនេះមានចិត្តងារអាក្រក់ទេគឺទើបតែពេលខ្ញុំប៉ះស្នូប្រលឹងទើបឯងលេចមុខមកទេគឺមួយគឺខ្ញុំជាអ្នកហៅឯងមកក្រោកឡើងពិតមែនតើ
อยเจงเมื่อเตอร์มีนครูถนัดโชว์นำขังเตอร์รูปเรียงไอ้นี้เมื่อเตอร์กูเอาคลายบันติดหายต่อเมื่อบรรทอตีดถ้าไอ้มีนสมรรถเพียบเอาไว้คลาเนื้อแต่โดยมุนดาวได้สระไม้เมื่ออารมณ์ก้าปิมเซอร์มิงปานกาแมนกานุเคยบองเจ้าดาวเบสายนุខ្ញុំក៏ចង់ចូលទៅដល់ពីដៃដែរទើបដៃប្រែជាកំបិតដែរចុះបើលើកនេះខ្ញុំចង់បានអាវុធមួយផ្សេងទៀតវិញឧទាហរណ៍លំពេងវែងធ្វើបានមែនតើអាចប្រែជាអ្វីបានទៀតអាវុធមួយនេះកាន់ត្រូវដៃល្អណាស់ឲ្យតែជារូបរាងដែលខ្ញុំគិតដល់ឯងសុទ្ធតែអាចប្រែបានទាំងអស់ចុះអាវក្រោះវិញឯងមកនេះសាក់វីខ្ញុំមួយដៃមើលទ្រាំជាប់ហើយរូបរាងកាន់តែធំកម្លាំងផ្លូវចិត្តកាន់តែអស់លឿនអាវក្រោះនេះស៊ីកម្លាំងជាងអាវុធឆ្ងាយណាស់សម្រាប់បន្តិចសិនរូបរាងបែបនេះខ្ញុំឥឡូវនៅទ្រាំមិនបានយូរទេវាច្បល់ឡើងនេះបែរជាអាចស្ដារកម្លាំងផ្លូវចិត្តឡើងវិញបានមិនត្រឹមតែស្ដារឡើងវិញទេអង្គុយនៅទីនេះកម្លាំងផ្លូវចិត្តក៏កើនឡើងដែរឥឡូវមានអារម្មណ៍ថាប្រហែលជាអាចទ្រាំបានយូរជាងមុនម្ដងទៀតលើកនេះសាកល្ពងកម្លាំងប្រយុទ្ធវិញចេះយកចិត្តទុកដាក់ប្រយុទ្ធហើយមែនទេចូលមកប្រធានក្រុមបានពិនិត្យទាំង5នាក់ហើយមានកំណត់ត្រាទំនាក់ទំនងជាមួយរឿងចម្លែកទេឪពុកម្ដាយរបស់ចៅម៉ូស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឥឡូវរស់នៅជាមួយពូប្រវត្តិរូបធម្មតាទេយប់នេះវិញមានអ្វីមិនប្រក្រតីទេធម្មតាទេចៅម៉ូបានភ្ញាក់ពីដេកមួយផ្លែតនៅម៉ោង 1:17 រំលងអធិប៉ុន្តែប្រព័ន្ធមិនបានចាប់បានការប្រែប្រួលធម្មពលទេដឹងហើយដកការឃ្លាំមើលចេញទៅសម្រាប់ឲ្យបានឆាប់ទាំងអស់គ្នាទៅឯងនៅទីនេះសំបីតែរបួសក៏អាចជាសះស្បើយដែរថ្ងៃក្រោយមកហាត់ដៃជើងជាមួយខ្ញុំឲ្យបានច្រើនរបស់នៅក្នុងពិភពពិតអាចយកចូលមកបានទេសាកមើលថាអាចយកចូលមកបានអត់យកចូលមកបានមែនយករបស់ចូលមកគឺស៊ីកម្លាំងផ្លូវចិត្តប៉ុន្តែឲ្យតែអង្គុយលើរាជបល្ល័ង្កគឺអាចបំពេញមកវិញបានស្វាគមន៍មកកាន់ពិភពលោករបស់ខ្ញុំថ្ងៃនេះតេស្តកម្លាំងវិញ្ញាណរបស់អ្នកទាំងអស់គ្នាកម្រិតកម្លាំងវិញ្ញាណគឺចាប់ពីដល់លើនៅមានស្ទៀតប៉ុន្តែនៅក្រុមឈិងឆឹងបច្ចុប្បន្នទាន់តែមានលេខចេញកម្រិតស្ទេនិយាយដូចអីដែលខ្ញុំគិតអាចតេស្តចេញមកអញ្ចឹងឈឹងយ៉ានជើអ្នកមកមុនគេឈឹងយ៉ានជើកម្រិតកម្លាំងវិញ្ញាណខុសល្មមប្រើបានសើចប់តេស្តពេលក្រោយបែងចែកធនធានតាមកម្រិតសវ័យណានជីអ្នកបន្តសវ័យណានជីកម្រិតកម្លាំងវិញ្ញាណខុសដោយការស្មានទុកដល់វេនខ្ញុំហើយគឺឡានស៊ីងខវហូមេតូចមិនអន់ទេតាបងស្រីឡានកម្រិតគនេះស្មើនឹងកម្រិតណាដែរល្អណាស់ក្នុងចំណោមអ្នកថ្មីរាប់ថាកំពូលហើយវិនស៊ីដល់វេនអ្នកហើយវិនស៊ីកម្រិតកម្លាំងវិញ្ញាណខ្ពស់ជាងខ្ញុំកាលនៅជាអ្នកថ្មីទៀតអាចស័ក្តិសមនឹងវត្ថុមនីសិលវិធីអសរមិនបានហើយឆ្ងល់អីធម្មតាសញ្ញាណរបស់ខ្ញុំឈុតណាស់អាចៅចាញ់វិនស៊ីមិនអីទេមានបងការពីអ្នកពួកយើងសុទ្ធតែការពីមុនហើយខ្ញុំថាបងធំឥឡូវអ៊ូតអេងអានហើយពេលវេលាខុសគ្នាតម្លៃក៏ខុសគ្នាដែរតើ
កុំឲ្យកម្លាំងវិញ្ញាណឡើងលឿនពេកមិនអាចទម្លាយការសម្ងាត់បានទេបញ្ចេញតែពាក្យបណ្ដាបានហើយចៅម៉ូលីកម្រិតកម្លាំងវិញ្ញាណបើអារម្មណ៍ល្អថ្ងៃក្រោយនៅតែខ្ញុំជាអ្នករ៉ាប់រងមែនទេមានវិធីល្អអីមិនព្រមបញ្ចេញបើមិនអន់តតែសោះសំជាអ្នកដែលត្រូវវត្ថុមនីជ្រើសរើសមែនបន្តប្រឹងប្រែងទៀតការតេស្តត្រូវបានបញ្ចប់កម្លាំងវិញ្ញាណមិនមែនតំណាងឲ្យសមត្ថភាពទាំងស្រុងទេពេលក្រោយនៅតែឥឡូវនេះទៅទទួលយកវត្ថុមនីដែលស័ក្តិសមចៅម៉ូលីចាំបន្តិចការរីកចម្រើនរបស់អ្នកលឿនជាងអ្នកដទៃបន្តិចប្រធានក្រុមឲ្យអ្នកសាកល្បងបេសកកម្មក្រៅភូមិគ្រឹះគោលដៅគឺខ្មោចបិសាចកម្រិតគ្រោះថ្នាក់ទី1ខ្ញុំជាអ្នកដឹកនាំក្រុមហើយមានសមាជិកឡានយើងម្នាក់បានទៅគ្មានបញ្ហាទេអញ្ចឹងពួកយើងទៅជ្រើសរើសអាវុធសិនទៅចេញបេសកកម្មក្រៅលើកដំបូងមើលឲ្យច្រើនរៀនឲ្យច្រើនប្រយ័ត្នប្រយែងតាក់ជាងគេយល់ហើយវ៉ានសៀវកុំប្រហែសឲ្យសោះបេសកកម្មលើកនេះក្រៅពីជួយគេឲ្យសាមនឹងនីតិវិធីហើយនៅមានរឿងមួយទៀតកាលពីមុនសមាជិកនាយកដ្ឋានល្បាតរាត្រីដែលបានចាប់ទៅតំបន់នោះបានបាត់ការតាក់ទងខាងក្នុងនោះអាចនឹងមានស្ថានភាពផ្សេងទៀតដឹងហើយខ្ញុំនាំពួកគេទៅជ្រើសរើសវត្ថុមនីសិនអ្នកនាំចៅម៉ូលីទៅជ្រើសរើសឈុតប្រយុទ្ធមួយឈុតទៅរួចរាល់ហើយខ្ញុំទៅរកពួកអ្នកយោស៊ីវឡាននាំអ្នកថ្មីមកទៀតហើយប៉ុន្មានអ្នកនេះមើលទៅមានកម្លាំងកំហែងល្អតាលោកតាចិនប៉ុន្មានអ្នកនេះសុទ្ធតែជាអ្នកថ្មីដែលមានទេពកោសល្យមិនអន់ទេខ្ញុំនាំពួកគេមកជ្រើសរើសវត្ថុមនីដែលស័ក្តិសមនេះជាស្អីគេកុំភ័យនេះជាផ្លូវចូលទៅខាងក្នុងវាធំមួយនោះគ្រាន់តែជាការបាំងភ្នែកប៉ុណ្ណោះចូលទៅចុះជ្រើសរើសអាមួយណាដែលស្រឡាញ់ភ្នែកស្រួលដៃទៅជឿលើសភាពគិតខ្លួនឯងមានពេលតែ10នាទីប៉ុណ្ណោះដល់ពេលហើយត្រូវតែចេញមកវិញរួចរាល់ហើយបំបីគ្នាទៅជ្រើសរើសវត្ថុមនីដែលស័ក្តិសមនឹងខ្លួនឯងទៅដល់ពេលហើយលោកតាចិននឹងបញ្ជូនពួកអ្នកចេញទៅវិញខ្ញុំមានការត្រូវធ្វើទៀតសុំលាទៅមុនហើយពេលវេលាប្រញាប់ប្រញាល់ពួកយើងបំបីគ្នាស្វែងរកទៅកាន់ទៅស្រាលដៃល្អណាស់បាញ់ពីជំនាញមានសុវត្ថិភាពជាងខ្ញុំមិនចង់ទៅឈរនៅមុខខ្មោចបិសាចទៀតទេយកមួយនេះចុះឯងកំពុងបញ្ចេញពន្លឺស្អាតមែនទែនខ្ញុំចូលចិត្តវាអាមួយនេះមើលទៅលយខ្លាំងណាស់តើវ៉ាស៊ីវឡានមិនបាច់រងចាំអ្នកថ្មីជ្រើសរើសទេពួកគេមានសមត្ថភាពបង្កប់ខ្លាំងណាស់អាចមើលថែខ្លួនទៅបានក្រុមសិនឲ្យខ្ញុំការពារអ្នកថ្មីម្នាក់ទៀតចេញបេសកកម្មក្រៅទៅចុះលើកក្រោយមកអង្គុយលេងជាមួយខ្ញុំផងចៃដនឲ្យទិញថ្នាំជក់មកឲ្យពីរញ្ចប់ផងចាស់លើកក្រោយខ្ញុំនឹងទិញមកជូនឈុតសម្លៀកបំពាក់មិនអន់ទេតាចុះខ្ញុំមិនសង្ហាទេអីត្រៀមខ្លួនរួចរាល់អស់ហើយនៅបេសកកម្មទៅពិតជាមនុស្សគួរឲ្យធុញទ្រាន់មែនចេញបេសកកម្មលើកដំបូងកុំភ័យអីខ្ញុំបានសន្យានឹងប្រធានក្រុមថានឹងការពារអ្នកឲ្យបានល្អខ្ញុំក៏ចង់សាកល្បងសមត្ថភាពមិនបាច់ដល់ដៃអ្នកទេត្រឹមតែកម្រិតគ្រោះថ្នាក់ទាបខ្ញុំម្នាក់ឯងគឺគ្រប់គ្រាន់ហើយប្រភពខុសប្រក្រតីគឺនៅទីនេះសញ្ញានៅក្នុងរោងចក្រទីតាំងថេរលក្ខណៈដូចជាកម្រិតគ្រោះថ្នាក់ទាបប៉ុន្តែការបាត់ការតាក់ទងកាលពីមុនពិតជាមានភាពមិនប្រក្រតីមែនតែសារការប្រុងប្រយ័ត្នកុំបំបីគ្នាឲ្យសោះកម្រិតគ្រោះថ្នាក់ទាបសោះនៅអង្គុយចុះទៀតខាត់ពេលវេលាណាស់នាយកដ្ឋានល្បាតរាត្រីធ្វើការខ្មោចពិសាចនៅខាងក្នុងចេញមកទទួលសេចក្តីស្លាប់ដោយខ្លួនឯងទៅធ្វើដូចរឿងធំដំណាំអញ្ចឹងនៅទីនេះគ្មានស្អីផងច្បាស់ជាត្រូវខ្ញុំបន្លាចឲ្យរត់បាត់អស់ហើយកម្រើកមិនរួចទេមិនស្រួលទេគឺជារង្វង់មិនអាគមមានអាល្បាតរាត្រីប៉ុន្មានអ្នកមកឲ្យស្លាប់ទៀតហើយ